ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់កាលកូនទៅបម្រើការរាជការឬទៅធ្វើការស៊ីឈ្នួលគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬតម្លៃឈ្នួលប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬតម្លៃឈ្នួលនោះគឺរឹតតែល្អកុំធ្វើការគ្រាន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យការងារសម្រេចដោយល្អផងទើបជាការសមរម្យមនុស្សយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែការងារសម្រេចបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តចិត្តក៏រមែងមាននៅទឹកសម្រាប់សើមឲ្យស្រស់បោះត្រជាក់ប្រាសចាកនៅសេចក្តីកំណាញ់និងការច្រណែនជាដើមខុសអំពីមនុស្សដែលមិនមានទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអ៊ីចឹងឯងចូលកូនវឹកហាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូចនេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងគប្បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន